Startup Code Catalan ម្ដងទៀតចឹងថ្ងៃហ្នឹងយើងមកបន្ត lesson របស់យើងប៉ុន្តែថ្ងៃនេះយើងខ្លាយជាងមុនតិចដល់យើងមកធ្វើតាក់ទងមួយ exercise អញ្ចឹងណាយើងបានរៀនចំនួន5មេរៀនហើយអញ្ចឹងយើងនឹងយកមេរៀនរបស់យើងទាំង5ហ្នឹងយកមកបង្កើត exercise មួយអញ្ចឹងតាក់ទង exercise ថ្ងៃហ្នឹងរបស់យើងមកធ្វើការ calculate examination examination មានថាយើងមកធ្វើការគណនារកទូអ្នកជាប់អញ្ចឹងឧទាហរណ៍ថាយើងចង់គណនារកបន្ទុកបាក់ឌុបមួយយើងចង់រកមធ្យមភាគរកលទ្ធផលរបស់គាត់រកបន្ទុករបស់គាត់បានអញ្ចឹងទៅអញ្ចឹងគឺយើងមកធ្វើការគណនាបែបលក្ខណៈអញ្ចឹងអូខេតោះអញ្ចឹងដើម្បីអាចគណនាបានយើងកុំភ្លេចទៅលើ header file របស់យើងទៅ include IO string using namespace std ខ្ញុំសូមរៀងលឿនបន្តិចព្រោះថាយើងសិតតែចេះអស់ហើយអាហ្នឹង return 0មកអញ្ចឹងដើម្បីអាចគណនារបស់ទាំងអស់នេះបានគឺខ្ញុំសូមប្រើលក្ខណៈជា function តែសូមបញ្ជាក់បន្តិចការគណនាបែបនេះវាងាយស្រួលអញ្ចឹងយើងគណនាក្នុង in main ក៏បានប៉ុន្តែខ្ញុំអត់ទេ function ហើយយើងនឹងថត function ហ្នឹងយកមកប្រើតែម្ដងអូខេអញ្ចឹងខ្ញុំសូមដាក់ឈ្មោះថា calculator បែបនេះបែរអ្នកគណនាអញ្ចឹងយើងដឹងស្រាប់ថាវាក្នុងការគណនាទៅបានវាត្រូវការបន្ទុកមុខវិជ្ជាគេខ្លះអញ្ចឹងយើងដាក់មុខវិជ្ជាសិនមក in ដូចជា math ដូចជា geo graphy ភូមិវិទ្យាយើង history ប្រវត្តិវិទ្យា English ជាតាឥឡូវឧទាហរណ៍ខ្ញុំចង់បានទៅលើបន្ទុកទៅដូចជាមុខវិជ្ជាទាំងអស់ហ្នឹងអញ្ចឹងដើម្បីអាចគណនាបានទៀតអញ្ចឹងយើងរកតទៅនឹងមធ្យមភាគរបស់វាសិនអញ្ចឹងមធ្យមភាគរបស់វាគឺជា AVG ដែលមកពីពេញថា average ហ្នឹងឯងអញ្ចឹងយើងឲ្យ user គាត់បញ្ចូលតម្លៃទៅលើ keyboard មកបន្ទុកទាំងអស់ហ្នឹងហើយយើងនឹងធ្វើការគណនាទាំងអស់គ្នាតោះឥឡូវយើងឲ្យ user បញ្ចូលដាក់ថា cout input ខ្មែរយើងទៅinput ខ្មែរដាក់ semicolon 1តែសុំរៀងលឿនទៅព្រោះថាគេយើងចេះអស់ហើយអាហ្នឹងអញ្ចឹងខ្ញុំសុំ copy ខាត់អញ្ចឹងយើងមាន math មានដូចជា geo graphy history អូខេមានដូចជា English ជាដើមអញ្ចឹងយើងដកវាទៅមុខតិចមកដាក់វារៀងស្មើគ្នាអញ្ចឹងណាអញ្ចឹងអ្នកអាច design វាស្អាតអញ្ចឹងមកអញ្ចឹងដាក់វាឡើងជា math ដាក់វាជា geo គឺអត់ generate ឲ្យមាន grade history English ទៅអូខេអញ្ចឹងរបស់ទាំងអស់ហ្នឹងគឺយើងបញ្ចូលវាពី keyboard ហើយអញ្ចឹងដើម្បីឲ្យវាគណនាបន្ថែមទៀតយើងត្រូវ store តម្លៃវាទុកមួយសិនហើយចាំយកមកគណនាជាមួយ AVG អញ្ចឹង store ខ្ញុំដាក់ថា restore អញ្ចឹងទៅដាក់ rest អញ្ចឹងទៅក៏បានដែរខ្ញុំដាក់មក rest ស្មើនឹងចំនួននៃគេស្មើនឹងចំនួនភាសាខ្មែររបស់យើងបូកនឹងចំនួនគឺបន្ទុកគណិតវិទ្យាបន្ទុកភាសាខ្មែរបូកបន្ទុកគណិតវិទ្យាបូកបន្ទុកភូមិវិទ្យាបូកបន្ទុកប្រវត្តិវិទ្យាបូកបន្ទុកភាសាអង់គ្លេសអូខេប៉ុណ្ណឹងអញ្ចឹងបន្តឲ្យបានប៉ុណ្ណឹងហើយចឹងយើងត្រូវការដើម្បីអាចគណនារកអ្នកចូលឬអ្នកធ្លាក់បានអញ្ចឹងក្រសួងគាត់តែងតែយកមធ្យមភាគរបស់គាត់គេយកមធ្យមភាគឬក៏ average ណា AVG ហ្នឹងអញ្ចឹងយើងស្មើជាមួយនឹង array ហ្នឹងមកគឺចែកជាមួយនឹងចំនួន5ដឹងស្រាប់ថាcandidate ប្រឡងម្ដងគេមើលទៅលើមុខវិជ្ជាទាំងអស់ហ្នឹងអញ្ចឹងមកគាត់ប្រឡងប្រហែលមុខគេយកចែកចំនួនទៅប៉ុណ្ណឹងមុខមកឧទាហរណ៍ថាមានខ្មែរគណិតភូមិប្រវត្តិអីអង់គ្លេសអញ្ចឹងមកចឹងយើងយកមកចែកចំនួនប៉ុណ្ណឹងមកអញ្ចឹងអានេះគឺមានចំនួន5មុខជាងយើងចែកចំនួន5ដែរអញ្ចឹងយើងទទួលបានចំនួនមធ្យមភាគវាមួយហើយអញ្ចឹងដើម្បីអាចគណនារកអ្នកជាប់នឹងអ្នកធ្លាក់បានអញ្ចឹងគេតើទៅលើ condition មកវាអញ្ចឹងខ្ញុំប្រើ a condition តាមមក avg បាទធំជាងស្មើ90
កន្លែងខ្ញុំបង្កើត string មួយទៀតអ្នកនាងដាក់ថា string grade string grade បែបនេះអូខេ grade គឺស្មើនឹងនិទេស A អញ្ចឹងទៅអញ្ចឹងខ្ញុំដាក់ L មក L if បើសិនណា grade sorry avg របស់យើងធំជាងឬស្មើនឹង80ខ្ញុំដាក់ grade គឺស្មើនឹង2ទេហើយកន្លែងខ្ញុំ copy បន្តគ្នាមកមកឲ្យខាត់ពេលច្រើន C D DE ចឹងមកអញ្ចឹងនេះវាដកវាមក70 60វា 50 អីចឹងទៅប្រទេស E អញ្ចឹងបន្ទាប់ពីប៉ុណ្ណឹងហើយបើសិនយើងដាក់មកដាក់នេះមួយទៀតមកអូខេហើយបើសិនជាវាតូចជាងក្រោម50តូចជាងឬក៏ស្មើ50អញ្ចឹងមានន័យថាបុគ្គលហ្នឹងគាត់បាននិទេស F គាត់ធ្លាក់អីចឹងទៅអញ្ចឹងដើម្បីចង់ដឹងថាគាត់ជាប់ឬគាត់ធ្លាក់យើងដាក់កន្លែងដាក់ថា resolve មួយទៀត resolve ហ្នឹងយើងមកយកវាមកកណនាមកដាក់មកប្រសិនបើ avg របស់យើងនេះតូចជាងឬក៏ស្មើ50ហ្នឹងយើងដាក់មក resolve គឺស្មើនឹង fail មានថាគាត់ប្រឡងធ្លាក់គាត់បានប្រឡងធ្លាក់ហើយក៏ L ហើយយើងដាក់ថា L មិនដូចឆ្នេះទេឲ្យ resolve របស់គាត់ហ្នឹងដែលជាលទ្ធផលរបស់គាត់ហ្នឹងគឺ pass អញ្ចឹងគាត់បានប្រឡងជាប់អីចឹងទៅអូខេអញ្ចឹងរបស់ពួកយើងទាំងអស់នេះគឺក៏សរសេរវាហើយអញ្ចឹងទី1គឺយើងទៅចូលបន្ទុកគុណវិជ្ជាទី2យើងធ្វើការបូកបន្ទុកចូលគ្នាហើយយកមកចែកមកអានជាមធ្យមភាគអីហើយនេះគឺយើងដាក់លក្ខខណ្ឌសិក្សាវាមួយបើសិនបើបន្ទុករបស់គាត់ហ្នឹងដល់មធ្យមភាគរបស់គាត់ហ្នឹងត្រឹម90ឲ្យគាត់និទេស A និទេស B និទេស C និទេស D ហើយបើគាត់តូចជាង50គឺថាគាត់ធ្លាក់ហើយអូខេអញ្ចឹងឥឡូវយើងបញ្ចេញតម្លៃវាមក see out ខ្មែរអូខេដាក់ថាខ្មែរតែ complete ចូលតតមួយអាសារតែវាទៅ backline អញ្ចឹងគេយើងដាក់វាច្រើនអញ្ចឹងមកម៉ាត geography history English អីយ៉ាងតើមកមានម៉ានមុខជាម៉ាន geography 2 3 4 5 គេត្រូវហើយអូខេបែបនេះមកអូខេហើយអានេះយើងកែវាតាមនឹងមកដាក់ថា history English English បាក់ហ្នឹងមកអូខេចឹងបន្តមកទៀតយើងដាក់រកចំនួនមធ្យមជាតិរបស់គាត់នេះ AVG យើងបង្ហាញមធ្យមជាតិរបស់គាត់មកចង់ដឹងថាគាត់មធ្យមជាតិប៉ុន្មានហ្នឹងណា average នេះគឺជាមធ្យមជាតិបកគលម្នាក់ៗហ្នឹងហើយមួយទៀតយើងបង្ហាញពីគណិតថ្នាក់របស់គាត់ពី grade ពី grade របស់គាត់អីចឹងទៅអញ្ចឹងបន្ទាប់ពីបង្ហាញ grade ចឹងហើយយើងឲ្យគាត់បង្ហាញជា result ហ្នឹងអូខេមានថាលទ្ធផលគាត់ជាប់ធ្លាក់អញ្ចឹងទៅអូខេ result អូខេអញ្ចឹងរបស់យើងគឺបានបញ្ចប់ហើយអញ្ចឹងយើងគ្រាន់តែsystem clear system clear ហើយ callback function ហ្នឹងមក calculator ហ្នឹងមកអូខេតោះមកយើងអានវាសាក់មើលទៅវាតើអូខេអញ្ចឹងយើងបញ្ចូលទៅខ្មែរមកតិចថាឧទាហរណ៍70 60វត្តមាន50អូមានណា50ចុះអញ្ចឹងជាប់ហើយប៉ុន្តែបាននិទេស D លទ្ធផលជាប់ខាងនិទេស D ហើយ
ជុំពាក្យ Shopee ហើយ អង់គ្លេសគឺ Hi អីចឹងទៅ yeah ឬក៏ហើយក៏យើងទៅចូលភាសាទៀតក៏បានដែរ yeah យើងទៅចូលយើងទៅ A ហ្នឹងទៅ yeah យើងចូលការគត់8 5 yeah ចិត្តចឹងទៅ yeah ចឹងគាត់បានលេខទី4មធ្យមជារបស់គាត់76 yeah អញ្ចឹងគាត់ប្រឡងជាប់ អូខេ អញ្ចឹង ការគណនារបស់យើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេ ហើយ បញ្ជាក់តិចគឺការគណនាហ្នឹងយើងអាចធ្វើនៅកន្លែង in-main បាននេះ in-main នឹងបាន ប៉ុន្តែ នៅពេលយើងធ្វើ void នេះក៏បានដែរ yeah គណនាជា void ក៏បានដែរ ហើយយើងស្រាវវាយកមកប្រើមក yeah បានដូចគ្នា អញ្ចឹង សម្រាប់ code មួយហ្នឹងគឺមានតែប៉ុណ្្នឹងទេ ហើយ exercise មួយហ្នឹងគឺមានប៉ុណ្ណឹង បើមាន exercise បន្តទៀតវានឹងសិក្សាបន្តទៀតទៅ yeah